យន្តហោះចម្បាំងកងទ័ពជើងទឹកនិងឧទ្ធម្ភាគចក្រអាមេរិកធ្លាក់ចូលសមុទ្រចិនខាងត្បូងដោយហេតុការណ៍នេះមានគម្លាតគ្នាត្រឹមរយៈពេល30នាទីប៉ុណ្ណោះកងនាវាចរប៉ាស៊ីហ្វិករបស់កងទ័ពជើងទឹកអាមេរិកកាលពីរសៀលថ្ងៃអាទិត្យទី26 នេះបានអះអាងថាយន្តហោះចម្បាំងមួយគ្រឿងនិងឧទ្ធម្ភាគចក្រមួយគ្រឿងទៀតរបស់សហរដ្ឋអាមេរិកដែលមានមូលដ្ឋាននៅលើនាវាផ្ទុកយន្តហោះ USS និមិត្តបានដាំក្បាលចូលទៅក្នុងសមុទ្រចិនខាងត្បូងដែលហេតុការណ៍នេះមានគម្លាតគ្នាត្រឹមរយៈពេល30នាទីប៉ុណ្ណោះបញ្យងតាមសេចក្តីថ្លែងការណ៍មួយរបស់កងនាវាចរប៉ាស៊ីហ្វិកបានលើកឡើងថាអាកាសយានិកទាំង3នាក់នៅលើឧទ្ធម្ភាគចក្រ MH-60R Sea Howe ត្រូវបានជួយសង្គ្រោះហើយអាកាសយានិកទាំង2នាក់នៅក្នុងយន្តហោះចម្បាំង FA-18F Super Hornet បានលោតចេញហើយត្រូវបានសង្គ្រោះជាមួយគ្នានោះដែរមូលហេតុនៃការធ្លាក់យន្តហោះនិងឧទ្ធម្ភាគចក្រត្រូវបានកំពុងស្ថិតក្រោមការស៊ើបអង្កេតស្របពេលជាមួយគ្នានេះប្រធានាធិបតី Donald Trump បាននិយាយក្នុងសន្និសីទលើយន្តហោះ Air Force One ថាការធ្លាក់យន្តហោះជាប់គ្នានេះគឺជាអ្វីដែលមិនធម្មតាហើយប្រហែលជាមានបញ្ហាអំពីប្រេងឥន្ធនៈខណៈអាកាសយានិកទាំង5នាក់មានសុវត្ថិភាពនិងផុតពីគ្រោះថ្នាក់នាវាផ្ទុកយន្តហោះខ្នាតយក្ស USS និមិត្តកំពុងវិលត្រឡប់ទៅកំពង់ផែដើមរបស់ខ្លួនវិញនៅឯមូលដ្ឋានទ័ពជើងទឹកក្នុងរដ្ឋធានី Washington បន្ទាប់ពីត្រូវបានដាក់ពង្រាយទៅកាន់មជ្ឈិមបូព៌ាសម្រាប់ការឆ្លើយតបរបស់សហរដ្ឋអាមេរិកចំពោះការវាយប្រហារដោយក្រុមឧទាម Houthi នៅយេម៉ែននៅលើនាវាដឹកជញ្ជូនពាណិជ្ជកម្មគួរបញ្ជាក់ថាប៉ុន្មានខែមកនេះនាវាផ្ទុកយន្តហោះចម្បាំងអាមេរិកមួយគ្រឿងទៀតគឺ USS Harry S. Truman ក៏ធ្លាប់បានជួបឧបទ្ទហេតុជាបន្តបន្ទាប់ដូចគ្នានេះដែរពេលកំពុងធ្វើប្រតិបត្តិការនៅមជ្ឈិមបូព៌ាក្រោយមកកាលពីខែមេសាឆ្នាំនេះយន្តហោះចម្បាំង FA-18 មួយគ្រឿងក៏បានរអិលចេញពីនាវាចរ Truman ហើយធ្លាក់ចូលក្នុងសមុទ្រដោយឡែកកាលពីខែឧសភាយន្តហោះ FA-18 មួយគ្រឿងទៀតបានធ្លាក់ចូលទៅក្នុងសមុទ្រដូចគ្នាដែរពេលព្យាយាមចុះចតប៉ុន្តែខុសបច្ចេកទេសនៅលើនាវាយន្តហោះចម្បាំង Truman